ជ្រាបយ៉ាងណានោះគឺខ្ញុំនឹងអានជូនដល់ពុកម៉ែបងប្អូនបាទអញ្ចឹងក្នុងចំណុចជឿអត្ថបទនេះគឺគេដាក់ថាអបអរសាទរផងលោកកែវសវណ្ណវាសនាគាត់ត្រូវបានផ្លាស់ប្ដូរច្រើនក្រោយបានជួបជាមួយព្រះអង្គនេះដោយបាទអញ្ចឹងឥឡូវយើងទៅតាមដានស្ដាប់ទាំងអស់គ្នាជាការប៉ុណ្ណានារយៈពេលថ្មីនេះមហាជនក្នុងបណ្ដាញសង្គមបានបញ្ចេញមតិខុសៗគ្នាដោយខ្លះកោតសរសើរនិងខ្លះទៀតគិតថាការសរសើរទៅលើបុគ្គលដែលល្បីថាមានសតិមិនល្អគឺបងប្រុសកៅសវណ្ណជារឿងមិនល្អឡើយការលើកឡើងបែបនេះក្រោយមាននេះរូបគាត់ក្រោយមានមហាជនជាច្រើនបានជួបសម្ភាសជាមួយបងប្រុសកៅសវណ្ណក្រោយសួរនាំគឺបងប្រុសម្នាក់នេះបានបង្ហាញការនិយាយស្ដីបែបមានចំណេះដឹងខាងច្បាប់និងបុណ្យដឹងបាបទៀតផងរហូតមានអ្នកខ្លះឲ្យនាងបងប្រុសជាបណ្ឌិតទៀតផងដោយដែលបានដឹងកៅសវណ្ណគឺជាជនបដិជម្នាក់គ្មានកន្លែងរស់នៅច្បាស់លាស់ឡើយយ៉ាងណាក៏ដោយយោងតាមការបញ្ជាក់ពីព្រះអង្គមួយអង្គដែលមានព្រះនាមថាតាត់មហាទីបាទបានឲ្យដឹងថាដើម្បីដឹងល្បីល្បាញក្នុងបណ្ដាញសង្គម Facebook ញោមប្រុសឈ្មោះកៅសវណ្ណដែលបងប្អូនញាតិមិត្តចិត្តឆ្ងាយបានដឹងខ្លះមិនបានដឹងខ្លះឥឡូវនេះគាត់បានមកនៅស្នាក់នៅហើយក្នុងវត្តព្រះអិនកោសាក្នុងភូមិបឹងដូនបាសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបបាទសូមអញ្ជើញស្រ័យផងអានតែយើងមិនសូវយល់ល្អមែនទេបាទនេះគាត់មើលទៅគាត់មានតែប៉ុណ្្នឹងទេបាទអត្ថបទនេះតែទៅនោះគាត់បញ្ចូលអត្ថន័យក្តារប្រាក់100រៀលនេះប្រទេសបៃដកគាត់បាទនេះកងរបស់គាត់កងខ្ញុំកែសវណ្ណមើលទៅជីវិតគាត់មើលទៅវាដូចជាមានក្តីសុខដែរមើលទៅបាទគឺគាត់ដូចជាមិនឈ្លានហ៊ានអ្នកដទៃដូចជាមិនខ្វាយខ្វល់អ្វីទីគឺគាត់ធ្វើអ្វីដែលគាត់ពេញចិត្តតែប៉ុណ្ណោះបាទនេះរូបគាត់អញ្ចឹងប្រតិជននេះគឺគាត់អនុញ្ញាតឲ្យកែវសវណ្ណគឺគាត់ស្នាក់នៅបាទស្នាក់នៅក្នុងគាត់នេះតែម្ដងបាទឃើញវីដេអូច្រើនដែរគឺគាត់ជិះកង់ចៃមកវិញហ្នឹងគឺទៅណាទៅណីមួយយ៉ាងរបស់គាត់ដែរមើលទៅវាដូចជាមិនខ្វាយខ្វល់ចំពាក់ចំប៉ិនមានគ្រួសារមានអីបាទគាត់ក៏ធ្លាប់មានដែរបាទតែគាត់ដូចជាមានការប្រឆាំងមួយគ្នាទៅវិញទៅអាណិតគាត់ដែរសម្រាប់ខ្ញុំគឺអាណិតគាត់បាទមិនបានជួយអ្វីជាគាត់ទេគ្រាន់បានចែករំលែកគាត់ដោយចិត្តនិងចិត្តប៉ុណ្ណោះបាទអូលឿនពេកចង់វិលមុខបាទអញ្ចឹងគាត់កំព្រាពុកតាំងពីតូចបាទកំព្រាពុកម្ដាយតាំងពីតូចនោះអាយុដូចជាប្រហែលឆ្នាំដែរខ្ញុំភ្លេចទៅបាទហើយគាត់ថានិយាយទៅប្រហែលជាមានបញ្ហានិយាយទៅការគិតច្រើនមកគាត់ថាជាខុសពីអ្នកដទៃបើគឺគាត់គិតច្រើនណាបាទកំព្រាផងឲ្យទៅរៀនបួសលោកនោះគាត់រៀនខុសបច្ចេកទេសផងតែរៀនមិនបានបែងចែកបានច្បាស់លាស់ណាបាទដឹងតែរៀនរហូតអញ្ចឹងមិនឲ្យខួរក្បាលសម្រាប់អញ្ចឹងគឺគាត់គុំគេថាបែកកម្មដ្ឋានណាបាទដល់ថ្នាក់ផ្សឹកបាទមកជាប្រហោះក្រហោះវិញឲ្យដើរពនាចរចឹងតែម្ដងប៉ុន្តែឥឡូវឃើញថាទៅដល់ក្រុងសៀមរាបហើយគាត់ក៏បានស្នាក់នៅក្នុងដូចជាមិនទាន់មានការព័ត៌មាននេះលើថាគាត់ទៅណាទៅនេះទេណាបាទអញ្ចឹងសម្រាប់ព័ត៌មានតើទៅបងប្រុសកោសវណ្ណនេះបើមានអ្វីប្រែប្រួលនៅថ្ងៃមុខទៀតគឺខ្ញុំនឹងលើកយកមកបង្ហាញជូនដល់ប្រិយមិត្តជាបន្តទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណេះសូមអរគុណច្រើនហើយបងប្អូនណាដែលមិនទាន់ជួយចុច Subscribe នៅ Channel ថ្មីរបស់ខ្ញុំដែលមានឈ្មោះថាអង្គរប៉ោះអសំទោសអង្គរវត្តបាទសូមជួយចុច Subscribe នៅ Channel ខ្ញុំមួយផងហើយដាក់រូបកណ្ដឹងផងបាទអញ្ចឹងសូមអរគុណច្រើនសូមជម្រាបលាតែប៉ុណ្ណេះ